ជំរាបសួរដល់ពុកម៉ែបងប្អូនអរគ្នាខ្ញុំមកទីនេះគឺចែកម្លែកពាក់ព័ន្ធទៅនឹងលើកធានបတ်មួយពាក់ព័ន្ធទៅនឹងគោលនយោបាយអញ្ចឹងដើម្បីឲ្យពុកម៉ែបងប្អូនយល់ច្បាស់ពីគោលនយោបាយហ្នឹងគេសម្ដៅទៅលើអ្វីគឺខ្ញុំបានលើកឡើង3ចំណុចពាក់ព័ន្ធនឹងគោលនយោបាយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ថាអ្វីទៅជាគោលនយោបាយដែលយើងបដោតឲ្យយើងស្វែងយល់ពីចំណុចពាក្យនេះហើយវាមានសារៈសំខាន់ណាស់សម្រាប់ពុកម៉ែបងប្អូនដូចជាសន្និសិទអីគាត់ស្វែងយល់ថាបើគេនិយាយគោលនយោបាយគឺស្ដាប់ទៅលើអីហើយវាផ្ដល់ប្រយោជន៍ក្នុងការអភិវឌ្ឍនិងធ្វើឲ្យភាពរីកចម្រើននៅក្នុងប្រទេសអញ្ចឹងខ្ញុំឲ្យវា3ចំណុចទី1បើសិនជាគេនិយាយពីគោលនយោបាយគឺស្ដាប់ទៅលើការអភិវឌ្ឍទី2បើសិនជាគេនិយាយគោលនយោបាយគឺស្ដាប់ទៅលើការដោះស្រាយបញ្ហាទី3បើសិនជាគេនិយាយសំដៅគោលនយោបាយសំដៅទៅលើការផ្ដល់សេវានិងការឆ្លើយតបអញ្ចឹងទី1ពាក់ព័ន្ធទៅនឹងគោលនយោបាយស្ដីពីការអភិវឌ្ឍដែលគេផ្ដល់ទៅលើការអភិវឌ្ឍអញ្ចឹងគោលនយោបាយមានច្រើនដែលរដ្ឋាភិបាលចេញមកដូចជាយុទ្ធសាស្ត្របច្ចកោណយុទ្ធសាស្ត្រត្រីកោណយុទ្ធសាស្ត្រចតុកោណយុទ្ធសាស្ត្របច្ចកោណចំណុចយើងចេញដល់យុទ្ធសាស្ត្របច្ចកោណហើយអញ្ចឹងពាក់ព័ន្ធនឹងយុទ្ធសាស្ត្រនេះគឺពីច្រើនគឺផ្ដល់ការអភិវឌ្ឍអញ្ចឹងយើងផ្ដល់ចេះគោលនយោបាយដែលគេដាក់មកគឺថាគោលនយោបាយអភិវឌ្ឍផ្លូវថ្នល់អញ្ចឹងក្រសួងដែលមានកាតព្វកិច្ចមានក្រសួងសាធារណការក្រសួងអភិវឌ្ឍជនបទថ្នាក់ជាតិថ្នាក់ក្រោមជាតិមន្ទីរផ្សេងៗដែលពាក់ព័ន្ធអញ្ចឹងគោលនយោបាយដែលគេចេញអភិវឌ្ឍផ្លូវឬក៏អភិវឌ្ឍទឹកឬក៏អភិវឌ្ឍភ្លើងអីហ្នឹងសេវាកម្មផ្សេងៗហ្នឹងអ៊ីនធឺណិតអីហ្នឹងអញ្ចឹងវាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍអញ្ចឹងបើសិនជាគម្ដៅគោលនយោបាយទី1គេផ្ដោតទៅលើការអភិវឌ្ឍហើយនឹងមានគោលនយោបាយជាច្រើនទៀតដែលខ្ញុំនឹងលើកឡើងបង្ហាញមានច្រើនទី2ពាក់ព័ន្ធទៅនឹងការឆ្លើយតបទៅនឹងបញ្ហាអញ្ចឹងបើសិនជាឆ្លើយតបលើបញ្ហាអញ្ចឹងគេចេញគោលនយោបាយហើយគោលនយោបាយទៀតអញ្ចឹងគោលនយោបាយនេះផ្ដោតលើការដោះស្រាយបញ្ហាហើយអញ្ចឹងឧទាហរណ៍ថាគោលនយោបាយភូមិខុនសមត្ថភាពមានប្រមាណចំណុចឥឡូវមាន7អញ្ចឹងគេដោះស្រាយលើបញ្ហាចេញគោលនយោបាយមកគេដោះស្រាយលើបញ្ហាទី1ឧទាហរណ៍ថាមានអំពើចោរកម្មអំពើលួចអំពើឆក់អំពើប្លន់ផ្សេងៗគ្រោះថ្នាក់ចរាចរណ៍អំពើហិង្សាអីទៀតការរំលោភសិទ្ធិផ្សេងៗបញ្ហាទៀតបញ្ហាក្មេងទំនើបភាពអសន្តិសុខនៅក្នុងសហគមន៍ដែលមានគោលនយោបាយផ្សេងៗទៀតដែលឆ្លើយតបទៅនឹងការដោះស្រាយបញ្ហានេះអញ្ចឹងមិនមែនគោលនយោបាយតែមួយនឹងទេបាទអញ្ចឹងទី3គឺខ្ញុំនិយាយទី3ម្ដងអញ្ចឹងពាក់ព័ន្ធទី3នោះគឺការដោះស្រាយការគោលនយោបាយស្នើទៅលើការផ្ដល់សេវានិងការឆ្លើយតបអញ្ចឹងទី3នោះគឺការផ្ដល់សេវាបែបវិញគឺដល់ស្នាការធ្វើតញ្ញប័ណ្ណការបងពុនផ្សេងៗការធ្វើបញ្ជីបងពុនផ្សេងឯទៀតការធ្វើសម្បត្តិកំណើតការផ្ដល់ផាសុខភាពមន្តសុខភាពយើងដល់សេវាការគាំពៀការថែទាំឯហ្នឹងអាហ្នឹងគឺនិយាយពីពាក់ព័ន្ធទៅនឹងគោលនយោបាយដល់សេវាការឆ្លើយតបអញ្ចឹងយើងមានគោលនយោបាយទាំងអស់នេះអញ្ចឹងត្រូវចាំថាគោលនយោបាយគឺមានតែផ្ដោតសំខាន់លើកត្តា3នេះទី1និយាយពីការអភិវឌ្ឍទី2និយាយពីការដោះស្រាយបញ្ហានិងទី3និយាយពីការឆ្លើយតបនិងការផ្ដល់សេវាអញ្ចឹង3ចំណុចនេះគឺវាផ្នែកសំខាន់មែននៅក្នុងគោលនយោបាយអញ្ចឹងបើសិនជាមន្ត្រីគាត់យល់ពីគោលនយោបាយច្បាស់អញ្ចឹងការឆ្លើយតបនិងការអភិវឌ្ឍនិងការភាពរីកចម្រើននៅក្នុងប្រទេសគឺមានប្រសិទ្ធភាពខ្លាំងមែនទែនការដែលគាត់យល់ពីគម្រោងហើយគោលនយោបាយដែលគាត់យកអនុវត្តហ្នឹងអញ្ចឹងមានគោលនយោបាយគឺមានសារៈសំខាន់ហើយយុវជនយល់ពីគោលនយោបាយគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការឲ្យប្រទេសមានការរីកចម្រើននិងអភិវឌ្ឍខ្លាំងលឿនឈានមុខអញ្ចឹងគឺផ្នែកនេះគឺសំខាន់មែនពីពាក់ព័ន្ធទៅនឹងការអភិវឌ្ឍការរីកចម្រើនឈានមុខ
ដូច្នេះហើយត្រូវស្វែងយល់ពីគោលនយោបាយកត្តាដែលខ្ញុំលើកឡើងមិញហ្នឹងហើយនេះជាគំនិតរបស់ខ្ញុំបើសិនជាមានកន្លែងណាខ្វះខាតអីក៏សូមអធិស្ឋានផងខ្ញុំគិតថាមានតែប៉ុណ្្នឹងទេបើសិនជាមានសំណួរអាច comment នៅក្រោមបានហើយជួយ like share បានបងប្អូនបានស្វែងយល់ខ្លះផងនេះជាគំនិតបន្តិចបន្តួចសម្រាប់ខ្ញុំខ្ញុំនឹងចែកម្លែកហើយខ្ញុំនឹងធ្វើវីដេអូក្រោយពាក់ព័ន្ធទៅនឹងគោលនយោបាយនីមួយៗនៅក្នុងថ្នាក់ក្រសួងផងខេត្តផងទៅថ្នាក់ជាតិផងហើយនឹងគោលនយោបាយផ្សេងៗយុទ្ធសាស្ត្រចក្រកោណបច្ចកោណនៃត្រីកោណនេះហ្នឹងបាទគឺនឹងធ្វើវាបានច្រើនបាទអរគុណ